បងប្អូនថ្ងៃនេះមកនិយាយរឿងម្ដាយក្មេកខ្ញុំគាត់ដើរហាត់ប្រាណមួយពួកខ្ញុំពេលល្ងាចបន្ទាប់ពីញ៉ាំបាយហើយណាគាត់នាំគ្នាដើរមួយគ្រួសារខ្ញុំអីអញ្ចឹងណាហើយគាត់បាននិយាយទៅសារថាជនជាតិយើងហ្នឹងអត់ចេះនិយាយដើមគ្នាអត់ចេះចំណែនគ្នាអីចឹងណាគាត់គិតអញ្ចឹងដល់ទៅពេលជនជាតិយើងណាយើងគិតថាជនជាតិស្បែកសគឺអត់ចេះនិយាយដើមគ្នាទេបងប្អូនអត់ចេះនិយាយដើមគ្នាអត់ចេះចំណែនគ្នាអីចឹងណាគេនិយាយទៅគេអត់ចេះនិយាយដើមគ្នាអត់ចេះមើងងាយអត់ចេះចំណែនគ្នាអីទេតាមពិតគឺថាទាំងយើងទាំងគាត់គឺគិតផ្ទុយស្រឡះពីគ្នាបងប្អូនចាគឺជនជាតិណាក៏ដោយសាសណាក៏ដោយខ្ញុំជួបច្រើនណាបងប្អូនស្បែកសស្បែកពណ៌សម្បុរមិនក៏ដោយចាឲ្យតែសារជាតិជាមនុស្សគឺថាគឺចំណែនចេះចំណែនគ្នាចេះមើលបំណាំគ្នានិយាយទៅជាពិសេសនៅកន្លែងការងារបងប្អូនកន្លែងការងារណាមិននិយាយទេបើកន្លែងការងារខ្ញុំវិញមហាចំណែនកំពូលហើយបងប្អូនគាត់ថាជនជាតិស្បែកសនៅកន្លែងខ្ញុំវាមិនសូវប្រមាណទេគាត់ដូចថាគេមិនសូវជាចាប់អារម្មណ៍រឿងហ្នឹងហ្មងណាប៉ុន្តែសម្រាប់លក្ខណៈគ្រួសារឯកជនអីវិញអាហ្នឹងរឿងថាចំណែនគ្នាអ្នកចិត្តខាងអីហ្នឹងគឺមានដូចគ្នាបងប្អូនមិនអត់ទេគឺមានចាដូចអ្នកចិត្តខាងឪពុកម្ដាយក្មេកខ្ញុំហ្នឹងគេមានដែរអញ្ចឹងណាបងប្អូនហើយរួចទៅមកសុំអ៊ីនធឺណិត Wi-Fi ខាងផ្ទះគ្រួសារម្ដាយក្មេកខ្ញុំហ្នឹងប្រើប្រាស់ដល់ពេលហើយទៅនាំគ្នាទៅនិយាយដើមខាងឪពុកម្ដាយក្មេកខ្ញុំហ្នឹងចេះចោះអីអញ្ចឹងទៅរួចហើយក៏លឺដល់គាត់អីចឹងណាលឺដល់គាត់ទៅគាត់ក៏បិទ Wi-Fi អត់ឲ្យប្រើប្រាស់អីចឹងគេស្រាប់តែគេមកសួរថាមិនបិទ Wi-Fi អីចឹងណាប្រើប្រាស់របស់គេនៅលើការចំណាយរបស់គេហើយនិយាយដើមគេទៀតចាអញ្ចឹងគឺថាជនជាតិស្បែកសម្បុរណាក៏ដោយគឺតែងតែចំណែនគ្នាបងប្អូនមិនបាច់ថាសាសបរទេសនឹងចេះចំណែនគ្នាចេះដូចគ្នាទាំងស្រីទាំងប្រុសគឺថាមើលលើមើលក្រោមសើចចំអកឲ្យគ្នាអីអញ្ចឹងណាមើលឲ្យសើចអីហ្នឹងគឺមានគ្រប់ជាតិសាសទាំងអស់ខ្ញុំជួបភាគច្រើនណាគ្រប់ជាតិសាសហ្មងណាបងប្អូនចាគាត់ថាសាសមួយចំនួនខ្ញុំជួបតិចសាសមួយចំនួនខ្ញុំជួបច្រើនអីចឹងទៅយើងធ្វើការច្រើនកន្លែងអញ្ចឹងទៅមានបទពិសោធន៍ច្រើនអញ្ចឹងហើយកន្លែងណាក៏ជួបដែរបងប្អូនចាអរគុណច្រើនបងប្អូនជម្រាបលាសុខសប្បាយទាំងអស់គ្នា